ខ្ញុំទិញស្លាមបងហើយទុកមួយថ្ងៃចេញទឹកខ្ញុំមិនមែនស្អប់ទេគ្រាន់តែខ្ញុំប្រាប់បងឲ្យដឹងខ្ញុំទិញយូរហើយអត់ហ៊ានខមមិនចុះបងណៃយកពេលហ្នឹងឆានមកបងវាមិនល្អជាងអូនណៃដែរខមមិនបែបហ្នឹងឯអូនទិញយូរអត់ហ៊ានខមមិនចុះមកឥឡូវហ៊ានខមមិនដោយសារតែអូនឃើញគេខមមិនបែបហ្នឹងហើយបងចេញវីដេអូតបទៅមានគេជេរឡើងល្បីអូនចង់បានបែបហ្នឹងដែរវីដេអូនេះជាវីដេអូចុងក្រោយណាដែលខ្ញុំចេញតបខមមិនអ្នកបែបហ្នឹងខ្ញុំនិយាយហើយតែងតែនិយាយទៀតអវ៉ាន់100វាមិនដែលល្អទាំង100ទេវាតែងតែមានបញ្ហាខ្លះហើយតែក៏វាមិនមែនមួយចំនួនធំដែរតែក៏មិនហ៊ាននិយាយថាល្អទាំងអស់ប៉ុន្តែមិនមែនអ្នកលក់គ្មានទំនួលខុសត្រូវណាឲ្យតែអ្នកគាត់ទិញពិតប្រាកដមានបញ្ហាពិតប្រាកដគាត់ឆាតមកគឺខ្ញុំមានទំនួលខុសត្រូវជូនគាត់ហើយបើគាត់ដាច់ខាតចង់បានលុយវិញខ្ញុំបាញ់លុយឲ្យវិញតែបើគាត់យកយល់គាត់ទិញសារក្រោយខ្ញុំនឹងសងជាអវ៉ាន់ជូនគាត់វិញឬមួយក៏ដាក់ថ្មីជូនគាត់ចុះអូនណៃហ្នឹងមានបានឆានមកបងអត់ហើយអូនណៃហ្នឹងអ្នកទិញពិតប្រាកដអត់ព្រោះអ្នកខមមិនបែបហ្នឹងភាគច្រើនគឺតែមុខខ្លួនឯងមានដាក់ផងនឹង fake account សឹងគ្រប់គ្នាមានបំណងអីគេនិយាយឡើងថាអត់ស្អប់ទេតែមកខមមិនប្រខូចគេបើថាអូនពិតប្រកបអូនច្បាស់លាស់អូនបញ្ចេញផោះតាំងមកអូនថាអ្នកបងខ្ញុំចេះមែនហើយខ្ញុំឆាតទៅបងឯងបើអត់មានទទួលខុសត្រូវឲ្យខ្ញុំទេអាហ្នឹងអូនឯងខមមិនចោលអូនឯងអត់ខុសទេបងអត់ទទួលខុសត្រូវតើអូនឯងមានបានឆាតមកបងនៅហើយអូនឯងពិតជាទិញមែនអត់ករណីខ្ញុំអត់ដោវ៉ាន់ឲ្យមានតែមួយចំនួនតូចទេអ្នកខ្លះគាត់ទិញអាវ៉ាន់យើងយកទៅហើយគាត់យកទៅលេងមួយទឹកលេងមួយអីខ្លួនឯងហើយអាវ៉ាន់ខូចគាត់យកមកដូរអ្នកខ្លះទៀតគាត់ទិញប្រភេទច្បាយគាត់ថតមកឲ្យខ្ញុំមើលបងអាវ៉ាន់បងល្អហើយខ្ញុំបានអាវ៉ាន់ហើយលេង1ម៉ោងក្រោយគាត់ច្បាយបែកខ្លួនឯងបងមេអាវ៉ាន់មួយដាក់ខ្ញុំបែកចឹងដូរខ្ញុំវិញមកសួរថាអញ្ចឹងដូរឲ្យអត់គួរពិចារណាមើលខ្លួនឯងហើយជប់ចូលតាមគ្នាទៀតអត់បានអីមកវិញទេ